បាទគោរពសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនសិស្សានុសិស្សពិសេសកូនសិស្សរបស់លោកគ្រូផ្ទាល់អញ្ចឹងគ្រូទទួលបានខមមិនច្រើននឹងការឆាតសួរគ្រូច្រើនសួរថាលោកគ្រូ file មួយយើងចង់ឲ្យមានកដាបឈរផងកដាបផ្ដេកផងនៅក្នុងនឹង file មួយនឹងតែយើងគួរធ្វើបែបម៉េចអញ្ចឹងគ្រូសូមបង្ហាញបន្តិចបាទឧទាហរណ៍ថាបែបនេះអញ្ចឹងគ្រូមាន3ទំព័របាទ3ទំព័រគ្រូស៊ូមបន្តិចឲ្យស្រួលមើលបាទ3ទំព័របែបនេះអញ្ចឹងទំព័រទី1កដាស់ប្រឈរទំព័រទី2កដាស់ផ្ដេកទំព័រទី3កដាស់ប្រឈរទៀតតែយើងគួរធ្វើបែបម៉េចនៅក្នុង file តែមួយឲ្យវាមានប្រឈរផងផ្ដេកផងបែបហ្នឹងបាទខ្ញុំសុំ zoom បន្តិចវិញបាទអូខេអញ្ចឹងគ្រូសុំបើក file ថ្មី file Word យើងថ្មីឬក៏ document យើងថ្មីមកkey start ជាមួយនឹងអក្សរ R run ហើយយើងវាយពាក្យថា winword បាទ winword អូខេបាទនៅពេលនោះគឺយើងបានកដាស់របស់យើងមកហើយបាទកដាស់ថ្មីបាទថ្មីអញ្ចឹងគ្រូកំណត់ទំហំកដាស់ឲ្យហើយអញ្ចឹងយើងត្រូវចាំពេលដែលយើងបើកកដាស់ថ្មីឯមកយើងកំណត់ទំហំកដាស់កំណត់ឲ្យហើយមកចាំយើងចូលធ្វើការងាររបស់យើងចាំវាយអត្ថបទចូលឬក៏ចាំបញ្ចូលឯកសារបញ្ចូលភាពបញ្ចូលក្នុងហ្នឹងបាទចូលកំណត់ទំហំกระดาษ layout បាទ size គ្រូយក A4 ភេទកម្រិតគ្រូយក 0.5 បញ្ចូលផ្ដេកគ្រូយកបញ្ចូល default version ដោយសារយើងចង់បានបញ្ចូលមុនអូខេបន្តមកទៀតគ្រូសុំ copy អត្ថបទណាមួយសិនដាក់ចូលទៅក្នុងហ្នឹងបាទគ្រូសុំបាទទៅកម្ពុជាគ្រូសុំចូលយកអត្ថបទបន្តិចដាក់ចូលសិនបាទគ្រូ copy គ្រូអត់សរសេរទេដោយសារផ្លាច់នេះ copy សើចំណាយពេលវេលាបាទ control V តិចពេកគ្រូ copy សម័យតិចពេកខ្លាចវាអត់បានមកតំព័របាទគ្រូ copy ដល់នេះបាទស្ដាំ copy ចូលអត្ថបទយើងវិញចូលបើក Excel បាទ control V បាទ control A គ្រូដូ font បាទគ្រូថាយក OS សៀមរាបទំហំ18មើល18ពេញមួយកដាស់បាទ18ពេញមួយកដាស់អញ្ចឹងអត់ឲ្យដល់កដាស់ទី2ទេធ្វើម៉េចពេញមកទំព័ររបស់យើងបាននេះមកទំព័រទី1របស់យើងគឺពេញមួយកដាស់អញ្ចឹងដើម្បីទៅទំព័រទី2យើងនេះចូលឲ្យ cursor mouse របស់យើងនៅក្រោមនឹងមកនៅចុងអត្ថបទរបស់យើងបើយើងនៅលើពេលដែលយើងដាក់ទំព័រទី2អក្សរហ្នឹងវានឹងធ្លាក់មកដែរអញ្ចឹងធ្វើម៉េចឲ្យវានៅចុងបាទបន្តសញ្ញាខណ្ឌគ្រូចូល layout tab បាទ break យើងនឹងមកហើយយើងយកពាក្យថា next page បាទ next page បាទ next page អញ្ចឹង cursor mouse វាមក load អាទី2ហ្នឹងមែនទេបាទយើងចូល page setup នៅតាណាបាទនៅក្នុង layout បាទ page នឹងដដែល layout tab នឹងដដែលហើយមើលសញ្ញាព្រួយតាមក្បាលចុះនេះបាទ page setup ចុចលើវាមកយើងយកផ្ដេកដូរกระดาษទៅផ្ដេកវិញបាទអូខេឃើញទេกระดาษទី2របស់យើងវាទៅជាប្រភេទกระดาษផ្ដេកទេឃើញទេគ្រូ insert រូបភាពចូលទៅក្នុងនឹងមួយសិនបាទ device គ្រូយករូបបាទមួយនេះចោះបាទតនេះគ្រូយក behind ទៅបាទกระดาษទី2អញ្ចឹងกระดาษទី3អញ្ចឹង cursor mouse របស់យើងវានៅលើនេះបើយើង next page បន្តกระดาษទី3របស់យើងវាធ្លាក់ទាំងរូបមកអញ្ចឹងគ្រូត្រូវឲ្យ cursor mouse ហ្នឹងវានៅពីក្រោមរូបសិនហើយយ៉ាបាទនេះប៉ុណ្ណេះឃើញទេនេះ cursor mouse នៅពីក្រោមអញ្ចឹងគ្រូចូលទៅ layout tab ដដែល break ដដែលគ្រូយកពាក្យថា next page បាទ next page បាទអញ្ចឹងវាមកហើយឃើញទេ cursor mouse មកទំព័រទី3ហើយអញ្ចឹង page setup យើងដដែលយើងទៅប្រឈរម្ដងបាទប្រឈរឃើញទេអញ្ចឹងกระดาษទី1ប្រឈរกระดาษទី2ផ្ដេកกระดาษទី3ប្រឈរគ្រូសុំ copy អត្ថបទមួយទៀតបញ្ចូលបាទបន្តមកគ្រូធ្វើតែ4ទំព័របង្ហាញណាបាទបាទ select ដូរ font ដូចមុនមកខ្មែរ OS សៀមរាបទំហំ18ដែរចា
បាទដល់លើដែរបាទ18ដូចគ្នាតានេះអត់ពេញមកក៏ដែរអញ្ចឹងបាទឲ្យក្រសើម៉ៅរបស់យើងនៅចុងអត្ថបទនៅចុងអក្សររបស់យើងរួចយើងចូលទៅ layout ដដែល break ដដែល next page បន្តទៀតចង់បាន page ទំព័រទី4ណា next page បាទអញ្ចឹងវាធ្លាក់មកហើយទំព័រទី4ចូលទៅ page setup ដដែលសញ្ញាព្រួយនឹងដដែលដូរទៅផ្ដេកបាទផ្ដេកឃើញទេទំព័រទី4គឺបានផ្ដេកបាទអញ្ចឹងទំព័រទី1បញ្ឈរទី2ផ្ដេកទី3បញ្ឈរទី4ផ្ដេកទៀតគ្រូ insert បញ្ចូលអត្ថបទឬក៏បញ្ចូលរូបភាពអីមួយទៀតបាទបញ្ចូលរូបភាពចោះលឿនអត់មានអត្ថបទបាយទេវែងបាទខ្ញុំដាក់រូបនេះមួយចោះបាទវាហាញ់តិចមកទីនស្រីចំពេញកណ្ដាស់បាទបាទអញ្ចឹងគ្រូបាន4ឯកសារឃើញទេគ្រូស៊ូមឲ្យទូចឲ្យវាសូទាំង4មកបាទនេះ4ឃើញទេកណ្ដាស់ទី1បញ្ឈរទី2ផ្ដេកទី3បញ្ឈរទី4ផ្ដេកបាទហ្នឹងគឺរបៀបធ្វើគឺបែបហ្នឹងខ្លីៗបាទអូខេអរគុណច្រើនចំពោះការតាមដានវីដេអូមួយហ្នឹងហើយបើសិនជាមានបញ្ហាមានចង្រៃផ្សេងៗសូមឆាតមក Telegram គ្រូមកឬក្នុងក្រុមរបស់យើងហ្នឹងគ្រូនឹងព្យាយាម support ជូនបាទជួបគ្នានៅវីដេអូក្រោយទៀត